សាច់រឿងត្រូវបានចាប់ផ្ដើមឡើងជាមួយបុរសម្នាក់ឈ្មោះ Chris គាត់ធ្វើការជាអ្នកមុជទឹកនៅសមុទ្រជ្រៅគាត់បានទទួលការបណ្ដុះបណ្ដាលផ្នែកមុជទឹកក្រោមសម្ពាធខ្ពស់ហើយគាត់ជាសមាជិកក្រុមពិសេសដែលជួសជុលបំពង់ទុយោនៅបាតសមុទ្រថ្មីនេះគាត់បានទិញផ្ទះថ្មីមួយហើយចិត្តនឹងរៀបការជាមួយនារីស្រស់ស្អាតម្នាក់ឈ្មោះ Morak ថ្ងៃមួយ Chris ត្រឡប់មកផ្ទះវិញហើយប្រាប់ Morak ថាគាត់ត្រូវទៅបំពេញបេសកកម្មមួយទៀតហើយគាត់នឹងត្រូវទៅឆ្ងាយពីផ្ទះមួយខែគាត់បានសុំឲ្យនាងជួយមើលថែផ្ទះឲ្យមានអារម្មណ៍កក់ក្ដៅរហូតដល់គាត់ត្រឡប់មកវិញទោះបីជាការងារនេះជាការងារមួយដែលគ្រោះថ្នាក់បំផុតខ្លាំងលោកក៏ដោយក៏ Morak នៅតែឲ្យគាត់ទៅព្រោះវាជាការងារដែលគាត់បានជ្រើសរើសបន្ទាប់មក Chris បានធ្វើដំណើរទៅកាន់កំពង់ផែ Aberdeen កន្លែងនេះគឺជាស្ថានីយ៍ចម្បងសម្រាប់ប្រតិបត្តិការមុជទឹកនៅសមុទ្រខាងជើងបន្ទាប់មកគាត់ក៏បានឡើងនាវារបស់ពួកគេដែលទើបតែជួសជុលរួចហើយបានសួរសុខទុក្ខសមាជិកក្រុមបន្ទាប់ពីគ្រប់គ្នាត្រៀមខ្លួនរួចរាល់អ្នកគ្រប់គ្រងការមុជទឹកឈ្មោះ Greg បានប្រជុំខ្លីមួយគាត់ប្រាប់ពួកគេថាពួកគេនឹងត្រូវចូលទៅក្នុងបន្ទប់ដែលមានសម្ពាធខ្ពស់ហើយចុះទៅក្រោមទឹកជម្រៅ300 feet ប្រហែល91 ម៉ែត្រដើម្បីប្តូរបំពង់ទុយោមួយកំណាត់បន្ទាប់ពីពួកគេបញ្ចប់ការងារពួកគេនៅមានពេល4ថ្ងៃដើម្បីសម្រួលសម្ពាធក្នុងខ្លួនមុនពេលត្រឡប់ទៅផ្ទះវិញ Chris ត្រូវបានដាក់ឲ្យនៅក្រុមជាមួយបុរស2នាក់ទៀតឈ្មោះ Duncan និង Dale បន្ទាប់មកក្រុមរបស់ Chris ក៏ចូលទៅក្នុងបន្ទប់សម្ពាធហើយចាប់ផ្ដើមសម្របខ្លួនប៉ុន្តែ Dale បាយជាធ្វើរឹកមិនល្អដាក់ Chris ព្រោះពួកគេមិនដែលស្គាល់គ្នាពីមុនមក Duncan បានពន្យល់ថា Dale ធ្វើបែបនេះក៏ព្រោះតែគាត់ចង់ផ្ដោតអារម្មណ៍លើការងារគាត់មានកូន2នាក់ហើយគាត់ចង់រស់រានមានជីវិតត្រឡប់ទៅរកពួកគេវិញក្រោយមកទ្វារបន្ទប់ក៏ត្រូវបានចាក់សោហើយសម្ពាធក៏ចាប់ផ្ដើមឡើងនាវាក៏ចាប់ផ្ដើមធ្វើដំណើរទៅកាន់ទីតាំងបំពង់ទុយោដែលខូចបន្ទាប់ពីពួកគេទៅដល់កន្លែងខួងប្រេង Greg បានប្រាប់គ្រប់គ្នាថាការមុជទឹកនេះនឹងត្រូវធ្វើឡើងនៅក្នុងទឹកដែលងងឹតឈឹងនិងត្រជាក់ខ្លាំងគាត់បានព្រមានពួកគេមិនឲ្យចេញពីបន្ទប់មុនពេលកំណត់បើមិនដូច្នោះទេឧស្ម័ននៅក្នុងខ្លួនរបស់ពួកគេនឹងរីកមាឌយ៉ាងលឿនហើយធ្វើឲ្យរាងកាយពួកគេរហែកថ្ងៃមួយ Duncan ដែលជាអ្នកមានវ័យចាស់ជាងគេក្នុងក្រុមបានចែករំលែករឿងមួយទៅកាន់ Chris និង Dale គាត់និយាយថាកាលពីជំនាន់គាត់ចាប់ផ្ដើមដំបូងគឺគ្មានបន្ទប់សម្ពាធអ្វីទេអ្នកមុជទឹកប្រើតែជំនាញនិងភាពវៃឆ្លាតប៉ុណ្ណោះគាត់ក៏បានប្រាប់ទៀតថានេះជាបេសកកម្មចុងក្រោយរបស់គាត់រួចហើយព្រោះក្រុមហ៊ុនចង់ឲ្យគាត់ចូលនិវត្តន៍យប់នោះ Chris បានទទួលវីដេអូពី Morak គាត់មើលវាហើយក៏ចាប់ផ្ដើមនឹកនាងកាន់តែឆ្ងាយក្រោយមកនាវាក៏បានទៅដល់កន្លែងខួងប្រេងហើយពួកគេក៏ត្រៀមខ្លួនសម្រាប់ការមុជទឹកក្រុមដំបូងដែលត្រូវចុះទៅគឺក្រុមរបស់ Chris ពួកគេបានស្លៀកពាក់ឧបករណ៍មុជទឹកយ៉ាងរហ័សនិងប្រុងប្រយ័ត្នបន្ទាប់មកពួកគេចូលទៅក្នុងយានតូចហើយត្រៀមខ្លួនចុះទៅក្នុងទឹកបន្ទាប់មកយានតូចនោះក៏ចុះទៅក្រោមបន្តិចម្ដងរហូតដល់ប្រព័ន្ធទុយោដែលខូចដែលមានជម្រៅ200 feet ប្រហែល61 ម៉ែត្របន្ទាប់ពីនោះពួកគេក៏បើកទ្វារហើយសាកល្បាំងទឹកវាត្រជាក់ខ្លាំងណាស់បន្ទាប់មក Dale ក៏ត្រៀមខ្លួនចូលទៅក្នុងទឹកហើយ Duncan ក៏ជួយគាត់បន្ទាប់ពីពាក់មួកសុវត្ថិភាពរួចហើយ Dale ក៏ចុះទៅក្នុងទឹកបន្តិចម្ដងបន្ទាប់មក Chris ក៏តាមទៅដោយគ្មានបញ្ហាអ្វីខណៈដែល Duncan រងចាំមើលពួកគេបន្ទាប់ពីនោះអ្នកមុជទឹកទាំងពីរក៏ចុះតាមប្រព័ន្ធទុយោហើយមាននរណាម្នាក់បោះខ្សែភ្លើងឲ្យពួកគេបានភ្ជាប់វាទៅនឹងប្រព័ន្ធទុយោនៅពីមុខហើយភ្លាមពន្លឺក៏លេកផោងគ្រប់ទីកន្លែងប៉ុន្តែពន្លឺនោះមិនភ្លឺល្មមនឹងបំបត្តិភាពងងឹតនៅបាតសមុទ្រទេបន្ទាប់មក Chris បានធ្វើដំណើរតាមបំពង់ទុយោបន្តិចម្ដងហើយរកកន្លែងដែលសម្ពាធកំពុងឡើងគាត់ចាប់ផ្ដើមសម្រួលវាខណៈដែល Dale ឈរនៅក្បែរនោះពេលនោះស្រាប់តែប្រព័ន្ធនៅលើនាវាបង្ហាញតួលេខចម្លែកភ្លាមអ្នកបញ្ជាប្រព័ន្ធកំណត់ទីតាំងបានរាយការណ៍ថាប្រព័ន្ធកំពុងតែខូចបើមិនដូច្នោះទេម៉ាស៊ីនបញ្ជាទិសរបស់នាវាក៏ឈប់ដំណើរការហើយនាវាក៏ចាប់ផ្ដើមអណ្ដែតរសាទ Greg ប្រធាននាវាឈ្មោះ Andre និងមន្ត្រីទី1ឈ្មោះ Hannah ក៏ប្រញាប់នាំគ្នាទៅដោះស្រាយបញ្ហាខណៈពេលនោះ Dale បានប្រាប់ Chris ថាឲ្យប្រញាប់ចេញពីប្រព័ន្ធទុយោដែលរញ៉េរញ៉ៃនោះឲ្យបានឆាប់បំផុតបេសកកម្មត្រូវបានលុបចោលហើយគោលដៅថ្មីរបស់ក្រុមគឺត្រូវនាំអ្នកមុជទឹកចេញឲ្យបានមុនពេលពួកគេជាប់គាំងនៅបាតសមុទ្របន្ទាប់មក Chris និង Dale បានទៅដល់ចំណុចត្រូវចេញប៉ុន្តែយានតូចរបស់ពួកគេមិននៅកន្លែងដដែលបន្ទាប់មក Chris ក៏ឃើញថាខ្សែរបស់គាត់ជាប់រវាក់រវានគាត់អាចនឹងរត់គេចមិនរួចទេខណៈពេលនោះផងដែរ Duncan ក៏កំពុងភ័យស្លន់ផ្អើលនៅក្នុងសមុទ្រគាត់នៅតែបន្តទម្លាក់ខ្សែឲ្យវែងជាងមុនថែមទៀតដើម្បីកុំឲ្យយានតូចនោះទាញ Chris និង Dale ខ្លាំងពេកមិនយូរប៉ុន្មានខ្សែនោះក៏អស់ប្រវែងរបស់វាហើយនិងនាវាក៏ឈប់អណ្ដែតទៀតខ្សែដែលជាប់រវាក់រវានរបស់គាត់មានសភាពដូចជាអញ័រចឹង
ប៉ុន្តែបន្ទាប់មកបំពង់អ៊ូស្ម៉ាន់របស់គាត់ក៏បែកហើយគាត់ក៏អស់ខ្យល់ដង្ហើមគាត់បានដូរទៅប្រើខ្យល់សង្គ្រោះបន្ទាន់ប៉ុន្តែវាអាចប្រើបានតែ10នាទីប៉ុណ្ណោះបន្ទាប់ពីនោះខ្សែរបស់គាត់ក៏ដាច់ហើយគាត់ក៏ធ្លាក់ទៅបាតសមុទ្រវិញនាវានៅតែបន្តអណ្ដែតទៅឆ្ងាយជាងមុនទៀតដែលបានឡើងត្រឡប់មកដោយប្រើខ្សែរបស់គាត់ហើយអាចត្រឡប់ចូលទៅក្នុងយានតូចបានវិញខណៈនោះ Greg បាត់បង់ការទាក់ទងជាមួយអ្នកមុជទឹកទាំងពីរនឹងយានតូចទោះបីយ៉ាងណាដែលក៏ត្រឡប់មកដល់យានតូចវិញហើយប្រាប់ Duncan ថាអ្វីដែលបានកាត់ឡើងជាមួយ Chris បន្ទាប់មក Greg បានប្រាប់ Andre ឲ្យទម្លាក់យោធាហើយព្យាយាមជួយសង្គ្រោះ Chris ប៉ុន្តែ Andre បដិសេធគាត់និយាយថាមានបំពង់ទុយោច្រើនពេកនៅបាតសមុទ្រហើយការទម្លាក់យោធាអាចបង្កជាគ្រោះថ្នាក់ដល់បរិស្ថានឋានៈពេលនោះ Chris កំពុងដេកនៅបាតសមុទ្រដែលហ៊ុំព័ងដោយភាពងងឹតឈឹងនិងភាពស្ងប់ស្ងាត់គាត់នៅសល់អុកស៊ីសែនតែ8នាទីទៀតប៉ុណ្ណោះគាត់បានដុតភ្លើងសញ្ញាប៉ុន្តែវាមិនភ្លឺល្មមនឹងដឹងថាគាត់នៅឯណាគាត់ព្យាយាមរកប្រព័ន្ធទុយោដែលគាត់បានធ្លាក់ចុះព្រោះនោះគឺជាកន្លែងតែមួយដែលក្រុមអាចរកគាត់បាននៅលើនាវាប្រព័ន្ធផ្សេងៗក៏ចាប់ផ្ដើមដំណើរការវិញអាន់ដ្រេបានស្នើឲ្យបញ្ជានាវាតាមដៃដោយមិនប្រើប្រព័ន្ធកំណត់ទីតាំងប៉ុន្តែហាណាបានប្រមានគាត់ថាការបញ្ជាតាមដៃគឺប្រើតែពេលនៅកំពង់ផែប៉ុណ្ណោះការធ្វើខុសតែមួយជំហានអាចធ្វើឲ្យនាវាទាំងមូលជួបគ្រោះថ្នាក់ប៉ុន្តែអាន់ដ្រេនិយាយថាបើនៅតែបន្តអណ្ដែតពួកគេនឹងអាចរក Chris មិនឃើញឡើយហាណាក៏យល់ព្រមហើយពួកគេក៏រួមគ្នាបញ្ជានាវានោះនិងបញ្ឈប់វាពីការអណ្ដែតខណៈពេលនោះ Chris នៅសល់អុកស៊ីសែនតែប៉ាន់ពេលនាទីទៀតប៉ុណ្ណោះគាត់នៅតែបន្តរកប្រព័ន្ធទុយោបន្ទាប់ពីរកមួយសន្ទុះគាត់ក៏រកវាឃើញហើយព្យាយាមឡើងដោយប្រើផ្ទៃគ្រួមរបស់វាប៉ុន្តែគាត់បានធ្វើជ្រុះភ្លើងសញ្ញាហើយត្រូវដុតមួយទៀតដើម្បីបន្តទៅមុខចុងក្រោយគាត់ក៏ទៅដល់កំពូលនៃប្រព័ន្ធទុយោនោះប៉ុន្តែអុកស៊ីសែនរបស់គាត់ជិតអស់ហើយគាត់ចាប់ផ្ដើមឃើញរូបភាពប្រពន្ធរបស់គាត់នៅក្នុងក្បាលត្រឡប់ទៅយានតូចវិញដែលគេថា Chris ស្លាប់បាក់ទៅហើយប៉ុន្តែ Duncan នៅតែមានសង្ឃឹមនៅលើនាវាពួកគេបានបញ្ជូនដ្រូនចូលទៅក្នុងទឹកដើម្បីស្វែងរក Chris បន្ទាប់ពីមួយសន្ទុះពួកគេក៏ឃើញគាត់ដេកនៅលើប្រព័ន្ធទុយោគាត់កំពុងតស៊ូដកដង្ហើមដើម្បីរស់ដ្រូនបានចូលទៅជិតហើយ Greg ក៏ឃើញថាភ្នែករបស់ Chris បិទប៉ុន្តែរាងកាយរបស់គាត់នៅមានសភាពល្អទោះបីយ៉ាងណាគាត់មិនបានដកដង្ហើមទេហើយកំពុងប្រកិច្ចព្រោះខួរក្បាលរបស់គាត់មិនបានទទួលអុកស៊ីសែនគ្រប់គ្រាន់បន្ទាប់មកអ្នកបញ្ជាប្រព័ន្ធកំណត់ទីតាំងបានប្រាប់អាន់ដ្រេថាប្រព័ន្ធជាប់គាំងព្រោះវាត្រូវបានបំបត្តិតាម CPU ចាប់ផ្ដើមគាត់ស្នើឲ្យរំលងវាដោយតខ្សែភ្លើងឡើងវិញទាំងអស់អាន់ដ្រេក៏យល់ព្រមហើយអនុញ្ញាតឲ្យគាត់ធ្វើខណៈនោះ Greg បានសុំឲ្យអ្នកបើកដ្រូនឈ្មោះ Andrew ប្រើដ្រូនយោង Chris ត្រឡប់ទៅយានតូចវិញប៉ុន្តែ Andrew បដិសេធគាត់និយាយថាដ្រូននេះត្រូវបានបង្កើតឡើងដើម្បីយោងតែសាកសពហើយការយោងមនុស្សរស់គឺគ្រោះថ្នាក់ពេកបន្ទាប់មក Greg បាននិយាយថាគាត់ជាអ្នកទទួលខុសត្រូវជីវិតរបស់ Chris ហើយសម្រេចចិត្តបញ្ជាដ្រូនដោយខ្លួនឯង Greg បានព្យាយាមបញ្ជាដ្រូនយ៉ាងប្រុងប្រយ័ត្នដើម្បីចាប់ Chris ប៉ុន្តែគាត់បរាជ័យជាច្រើនដងបន្ទាប់មកគាត់ក៏ផ្ដោតអារម្មណ៍ពេញលេញទេកហើយធ្វើការសម្រួលតូចៗយ៉ាងប្រុងប្រយ័ត្នគាត់បញ្ជាដ្រូនទៅកាន់ខ្សែលេស្មារបស់ Chris បន្តិចម្ដងហើយចុងក្រោយក៏ចាប់បានសម្រេចទោះបីយ៉ាងណាពេល Greg ព្យាយាមទាញ Chris ឡើងគឺគ្មានអ្វីកើតឡើងគាត់បានពិនិត្យកាមេរ៉ាក្រោមហើយឃើញថា Chris បានចងខ្លួនគាត់ជាប់ទៅនឹងប្រព័ន្ធទុយោ Chris ធ្វើបែបនេះដើម្បីកុំឲ្យត្រូវចរន្តទឹកគួកយកទៅវាជាការសម្រេចចិត្តដ៏ឆ្លាតវៃប៉ុន្តែពេលនេះវាកំពុងរៀងរាំង Greg ពីការយោងគាត់បន្ទាប់មក Greg បានដាក់ Chris វិញបន្តិចហើយដក drone ចេញពីគាត់ពេលនេះ Chris បានខ្វះអុកស៊ីសែនអស់17នាទីរួចហើយគ្រប់គ្នាចាប់ផ្ដើមអស់សង្ឃឹមបន្ទាប់មក Duncan បានចាប់ផ្ដើមរៀបរាប់រឿងឲ្យ Dale ស្ដាប់អំពីរបៀបនៅគាត់បានជួប Chris លើកដំបូងវាកើតឡើងក្នុងពេលបេសកកម្មជួយសង្គ្រោះមួយពួកគេត្រូវបានបញ្ជូនឲ្យទៅយកសាកសពអ្នកនេសាទដែលចេញទៅចាប់បង្កងសាកសពភាគច្រើនត្រូវបានរកឃើញប៉ុន្តែមួយទៀតបាត់ពួកគេជឿថាចរន្តទឹកបានគួចយកទៅហើយដូច្នេះជំនួសឲ្យការស្វែងរកយូរជាងនេះពួកគេបានឲ្យប្រអប់ស្បែកជើងមួយទៅប្រពន្ធបុរសនោះដែលពេញទៅដោយរបស់របរផ្ទាល់ខ្លួនរបស់គាត់ Duncan និយាយថាគាត់បដិសេធមិនយកប្រអប់ស្បែកជើងទៅឲ្យ Morak ទេពួកគេត្រូវតែនាំ Chris ត្រឡប់មកវិញខណៈនោះអ្នកបញ្ជាប្រព័ន្ធកំណត់ទីតាំងកំពុងបែកញើសខណៈដែលគាត់តខ្សែភ្លើងគ្រប់បន្ទាត់ខាងក្នុងប្រព័ន្ធយ៉ាងប្រុងប្រយ័ត្នចុងក្រោយគាត់ក៏ធ្វើការងាររួចរាល់សំណាងល្អណាស់វាដំណើរការហើយប្រព័ន្ធកំណត់ទីតាំងក៏ត្រឡប់មកដំណើរការវិញអង់រ៉េបានបញ្ជាឲ្យក្រុមបញ្ជានាវត្រឡប់ទៅប្រព័ន្ធទុយោវិញភ្លើងនឹងការទំនាក់ទំនងទៅវិញមានក្នុងយានតូច Greg បានតាក់ទង Duncan ជាលើកដំបូងក្នុងរយៈពេលយូរហើយប្រាប់គាត់ថាពួកគេកំពុងត្រឡប់ទៅរក Chris បន្ទាប់មក Dale បានពេតឧបករណ៍មុជទឹកហើយត្រឡប់ចូលទៅក្នុងសមុទ្រវិញគាត់ទៅដល់ប្រព័ន្ធទុយោរក Chris ឃើញហើយប្រញាប់ដោះគាត់ចេញបន្ទាប់មកគាត់ក៏ចាប់ Chris ហើយចាប់ផ្ដើមដំណើរត្រឡប់ទៅយានតូចវិញភ្លាមនោះម៉ាស៊ីនបញ្ជាក៏ឈប់ដំណើរការម្ដងទៀតយានតូចចាប់ផ្ដើមយោចុះឡាននិងស្ទើរតែកិនបរិសទាំងពីរនាក់ទល់នឹងប្រព័ន្ធទុយោប៉ុន្តែ Dale អាចការពារ Chris បានហើយទាញពួកគេទាំងពីរទៅកន្លែងសុវត្ថិភាពពេលនេះ Dale ត្រូវប្រើកម្លាំងទាំងអស់របស់
គាត់ដើម្បីឡើងខ្សែត្រឡប់ទៅយានតូចវិញគ្រប់គ្នាទាំងអស់ក្នុងការងារកំពុងមើលយ៉ាងដិតដល់ដៃរបស់ Dale ហត់ហើយប៉ុន្តែឆន្ទៈដ៏មុតមាំរបស់គាត់នឹងក្នុងការជួយសង្គ្រោះទាំងខ្លួនឯងផ្ទាល់និង Chris បានជំរុញឲ្យគាត់ទៅមកគាត់ទៅដល់បាតនៃយានតូចហើយទាញ Chris ឡើងជាមួយគាត់បន្ទាប់មកគាត់បានភ្ជាប់ម៉ាស៊ីនយោងទៅ Chris ហើយ Duncan ក៏ទាញគាត់ចូលទៅក្នុងយានតូចពេលចូលទៅដល់ខាងក្នុង Duncan បានដោះមួកសុវត្ថិភាពរបស់ Chris បន្តិចម្ដងហើយចាប់ផ្ដើមធ្វើចលនាបេះដូង Chris បានអង់អុកស៊ីសែនជាង29នាទីហើយគាត់នៅតែតស៊ូដើម្បីរស់ Duncan មិនព្រមបោះបង់ឡើយគាត់នៅតែបន្តបញ្ចុងអុកស៊ីសែនទីត្រង់សួតរបស់ Chris ដោយសង្ឃឹមថានឹងអាចជួយគាត់ឲ្យដឹងខ្លួនវិញចុងក្រោយ Chris ក៏ចាប់ផ្ដើមដកដង្ហើមវិញហើយ Dale ក៏ចេញពីទឹកដែរ Duncan បានជួយ Dale ដកមួកសុវត្ថិភាពហើយប្រាប់ថា Chris កំពុងដកដង្ហើមហើយមិនទាន់មានប្រតិកម្មទេ Duncan ព្យាយាមនិយាយជាមួយ Chris ប៉ុន្តែ Chris នៅតែប្រឹងផ្អាំកណ្ដោយខួរក្បាលរបស់គាត់មិនបានទទួលអុកស៊ីសែនជិត20នាទីរួចហើយ Dale ក៏ព្យាយាមនិយាយជាមួយគាត់ប៉ុន្តែ Chris មិនឆ្លើយតប Dale ចាប់ផ្ដើមគិតថាពួកគេយឺតពេលហើយ Duncan មានអារម្មណ៍រំជួលចិត្តប៉ុន្តែគាត់នៅតែរីករាយពួកគេអាចនាំ Chris ត្រឡប់មកវិញបានបន្ទាប់មកស្រាប់តែ Chris ហៅឈ្មោះ Dale ហើយ Dale និង Duncan ក៏ពោពេញទៅដោយក្តីត្រេកអរ Craig បានសួរថាមានរឿងអ្វីកើតឡើងហើយ Duncan បានប្រាប់គាត់ថា Chris ឥឡូវនេះមានប្រតិកម្មហើយកំពុងនិយាយក្រុមការងារទាំងអស់នៅលើនាវក៏នាំគ្នាអបអរសាទរការខិតខំប្រឹងប្រែងរបស់ពួកគេទទួលបានផលសម្រេចប្រធានបានសូមអបអរសាទរគ្រប់គ្នាហើយនិយាយថាពួកគេនឹងបានទៅផ្ទះហើយ Craig បានបិទទ្វារយានតូចនាំអ្នកមុជទឹកត្រឡប់ទៅបន្ទប់សម្ពាធនៅក្នុងបន្ទប់នោះ Chris គេងនឹងលក់ Dale បានមកមើលគាត់ពេលដែល Dale ប្រាប់គាត់ថាគាត់សន្លប់អស់ជិត40នាទី Chris ក៏ភ្ញាក់ផ្អើលគាត់និយាយថាគាត់មានអារម្មណ៍ដូចជាធ្វើឲ្យ Mora ខកចង់ព្រោះគាត់ស្ទើរតែចោលនាងឯនៅម្នាក់ឯងប៉ុន្តែពេលដែលគាត់សន្លប់ទៅគាត់មានអារម្មណ៍សុខសាន្តទាំងអស់វាមិនឈឺចាប់ទេបន្ទាប់មកគាត់ក៏អរគុណ Dale ដែលបានជួយសង្គ្រោះជីវិតគាត់ហើយចុងក្រោយក៏ដេកលក់ Dale បានដករូបកូនស្រីរបស់គាត់ចេញមកស្ងៀមៗហើយដឹងថាគាត់ក៏ស្ទើរតែមិនបានជួបពួកគេច្រើនទៀតដែរនៅថ្ងៃទី2នៃការសម្រួលសម្ពាធ Chris បានទូរស័ព្ទទៅ Mora នាងភ្ញាក់ផ្អើលដែលហៅបានព្រោះនាងគិតថាត្រូវតែប្រែពេលច្រើនសប្តាហ៍គាត់ប្រាប់នាងថាមានបញ្ហាជាមួយនឹងនាវប៉ុន្តែនិយាយថាគាត់នឹងត្រឡប់មកវិញនៅថ្ងៃស្អែកបន្ទាប់ពីថ្ងៃចុងក្រោយនៃការសម្រួលសម្ពាធ Chris និងអ្នកផ្សេងទៀតក៏ចេញពីបន្ទប់ប៉ុន្តែ Duncan នៅខាងក្រោយនេះគឺជាថ្ងៃចុងក្រោយនៃការងាររបស់គាត់មើលឆ្ងល់ជុំវិញបន្ទប់ជាលើកចុងក្រោយនេះគឺជាកន្លែងដែលគាត់តែងតែមានអារម្មណ៍ថាមានជីវិតប៉ុន្តែឥឡូវនេះគឺដល់ពេលវេលាដែលគាត់ត្រូវចូលនិវត្តន៍ហើយបន្ទាប់មក Chris ត្រឡប់ទៅផ្ទះហើយបានជួបជុំជាមួយ Mora វិញគាត់រៀបរាប់រឿងទាំងអស់ដែលបានកើតឡើងហើយនឹងរៀបរាប់អំពីរបៀបដែលគាត់បានជួយសង្គ្រោះនាងមិនអាចជឿថាគាត់អាចរស់ជីវិតពីគ្រោះថ្នាក់ដ៏សាហាវបែបនេះ Chris បានសន្យាជាមួយនាងថាតាមឲ្យតែមានរឿងអ្វីគាត់ក៏នឹងត្រឡប់មកផ្ទះជានិច្ចនេះគឺជារឿងពិតប្រាកដរបស់ Chris Lemon ដែលបានអោអុកស៊ីសែនជិត20នាទីក្នុងពេលមុជទឹកនៅសមុទ្រជ្រៅប៉ុន្តែគាត់មិនមានបញ្ហាសុខភាពផ្លូវកាយនិងផ្លូវចិត្តយូរអង្វែងទេអ្នកវិទ្យាសាស្ត្រជឿថាការរស់នៅរបស់គាត់អាចមកពីការរួមបញ្ចូលគ្នាដ៏កម្រនៃជម្រៅខ្លាំងនិងសីតុណ្ហភាពត្រជាក់ប៉ុន្តែរហូតដល់ពេលនេះអ្នកណាម្នាក់ក៏មិនអាចពន្យល់បានពេញលេញពីរបៀបដែលគាត់រស់នៅបានឡើយ3សប្តាហ៍ក្រោយពីឧបទ្ទវហេតុ Chris, Dale និង Duncan បានត្រឡប់ទៅបាតសមុទ្រនៅខាងជើងវិញដើម្បីបញ្ចប់ការងារដែលពួកគេបានចាប់ផ្ដើម